ឃើញនិស្ស័យធម្មតាឡើងមានអារម្មណ៍ស្រឡាញ់ឯងយូនឹងមែនរេខំសិនហ៎បាទខំសិនណាយើងអត់គិតពីអត់តន់ដល់ដំណាក់កាលហ្នឹងទេប៉ុន្តែដល់ពីខំមកហាត់ហើយអូខេមកវាសួរមកយាយធ្វើគីឡូឲ្យថ្លឹងរួចនៅថ្លឹងហើយរួចហើយណាមកបន្ទាប់ពីទទួលបានកាដូម៉ូតូមួយមកឥឡូវសិស្សប្អូនណាសិស្សប្អូនបានមួយទៀតហើយណាគិតថានៅក្នុងក្លឹបអ្នកណាដែលមើលទៅមានសង្ឃឹមអាចបានបន្តទៀតអត់មើលទៅអាចបានមានសង្ឃឹមច្រើនក៏ឲ្យតែយើងខំប្រឹងឲ្យតែយើងខំប្រឹងហ៎ឱកាសមានច្រើនទៀតឱកាសមានច្រើនទៀតអូខេឥឡូវមកហាត់បានប៉ុន្មានឆ្នាំហើយមកហាត់បាន1ឆ្នាំជាងហើយមួយឆ្នាំជាងហ៎បាទទៅបាន1ឆ្នាំជាងហ៎បាទ1ឆ្នាំប្រហែលខែមួយឆ្នាំប្រហែលខែអូអញ្ចឹងយឺតជាងសិស្សប្អូនអញ្ចឹងសិស្សប្អូនមកហាត់អត់បានមួយឆ្នាំផងបានកាដូបាត់ហើយបាទគាត់ឡើងលឿននេះបានឡើងលឿនហ៎អូខេគាត់មានសមត្ថភាពដោះឥឡូវបើនិយាយពីការប្រកួតវិញឥឡូវបានប្រហែលប្រកួតហើយខ្ញុំបាន24ប្រកួត24ប្រកួតលទ្ធផលចាញ់2ស្មើ4ក្រៅនេះឆ្នាំចាញ់2ស្មើ4អញ្ចឹងមានន័យថាអស់6ប្រកួតអញ្ចឹងឈ្នះ20បាទឈ្នះ20វាយបាន24ណា24ឈ្នះ10អូចាញ់ឈ្នះ18ឯងផ្ដួលឲ្យគូម៉ានឈ្នះបន្ទុក2ឈ្នះបន្ទុក2អញ្ចឹងផ្ដួលឲ្យគូ16ដងអូខេប្រកួតចុងក្រោយឈ្នះបន្ទុកឯងឈ្នះកីឡាករណាឈ្នះដូចជាប្រេស៊ីលឈ្នះប្រេស៊ីលហ៎អូខេឈ្នះកីឡាករប្រេស៊ីលចាឥឡូវនេះមើលជួបបរទេសបានប៉ុន្មានដងហើយបាន3ដងស្មើ1ឈ្នះ2ស្មើជាមួយបរទេស1ឈ្នះបរទេស2ឥឡូវនេះស្អែកនេះជួបជាមួយកីឡាករបរទេសទៀតហើយអញ្ចឹងមិនដែរការមកប្រកួតលក្ខណៈគុណខ្មែរយើងឃើញថាវាមានផលលំបាកអីខ្លះសម្រាប់យើងដូចជាអត់មានផលលំបាកឯងអត់ផលលំបាកមិនឃើញបាក់ចុចកណ្ដឹងហ្នឹងអីឃើញបើខ្ញុំអត់ឲ្យពិបាកក៏អត់ឲ្យគេពិបាកអត់ឲ្យគេពិបាកណាមូលហេតុអីដែលយល់ថាមិនចង់ឲ្យគេពិបាកដោយសារខ្លួនឯងមុនក្រោយយើងគង់តែហាត់តែខ្លាំងដែរយើងចង់ឈ្នះមុនក្រោយក៏រត់ដែរយើងគង់តែហាត់ដែរយើងងើបទៅតន់អូខេឥឡូវបើនិយាយពីសិស្សច្បងសិស្សប្អូនដែលគាត់ធីងត្រេនពិបាកណាហ្នឹងមិនអារម្មណ៍ហ្នឹងក៏ខ្ជិលណាមួយខ្ជិលផងគាត់ចាខ្ជិលងើបខ្ញុំក្រោយងើបដែរចុងក្រោយងើបដែរទេមានអីប្រាប់ទៅសិស្សច្បងសិស្សប្អូនរបស់យើងនៅក្នុងក្លឹបដើម្បីឲ្យសុខដុមរមនាទាំងអស់គ្នាតាមថាយើងអាសាទីយើងមកហើយយើងចូលជាមកហើយយើងដាក់ចិត្តដាក់កាយអាសាទីកុំខ្ជិលពេកកុំខ្ជិលហ៎ឥឡូវនិយាយថាពីឥឡូវនេះយើងអត់ទាន់ចេញផ្លែចេញផ្កាជាដុំកពួនអីទេតែគាត់ថាបានជួយឪពុកម្ដាយបដាហើយអូខេគាត់ច្រើនហើយគាត់រៀងធូរដែរចុះឮថាវាយបានផ្ញើលុយឲ្យឪពុកម្ដាយបាទផ្ញើឲ្យគាត់រហូតឲ្យតែបើកលុយហើយមើលឧទាហរណ៍ថា100ផ្ញើគាត់បានខ្ញុំຕົកខ្លួនឯងចាយតែ50000នេះធំអញ្ចឹងបានគួរពេលធ្វើគីឡូពេលអីអូអញ្ចឹងបានពៀនកូនល្អថៃមើលយើងកើតមកជាកូនប្រុសអង្គឯងដែរថៃបានអត់ខូចអត់ខលអញ្ចឹងអត់ទាន់ដល់ពេលទេអីអត់ដឹងគូអត់ទាន់ដល់ពេលអត់ទាន់ដល់ពេលចុះមកដល់ពេលលេងរត់ចៅគ្រូមួយទៀតអញ្ចឹងណារត់ទេអត់រត់ទេគ្រូប្រាជ្ញាណាឥឡូវតាក់ទងនឹងរឿងសិស្សច្បងសិស្សប្អូនយើងមានស្រីមិនដែរគាត់មានស្រីគាត់ទៅបរោបានគាត់ទៅតាមស្រីគ្រូរត់ចៅក្លឹបបាទហើយខ្ញុំស្លាប់ខូចដែរពីមុនខ្ញុំមានស្រីមានអីដែរការខ្ញុំអត់ចូលហាត់ខ្ញុំមានសង្សារមានអីដែរតែតាំងពីចូលខ្ញុំផ្ដាច់ហើយគ្រូអូខេយ៉ាហ្នឹងធ្លាប់ខូចដែរតាបាទធ្លាប់មានស្រីមានសង្សារដែរមានសង្សារដែរណាតែឥឡូវនេះអាចទាំងពេលណាមួយរត់ចោលក្លឹបទេអត់ទេគ្រូព្រោះខ្ញុំឥឡូវខ្ញុំឃើញនិស្ស័យធម្មតាឡើងមានអារម្មណ៍ស្រឡាញ់ឯងគ្រូនឹងមែនរេខំសិនហ៎បាទខំសិនណាយើងអត់គិតពីអត់ដល់ដំណាក់កាលហ្នឹងទេប៉ុន្តែដល់ពីខំមកហាត់ហើយយកកិត្តិយសជូនក្លឹបជូនគ្រូសិនគ្រូអូខេអញ្ចឹងសិស្សច្បងសិស្សប្អូនខ្លះក៏រត់ទៅដោយសារស្រីហើយដោយសង្សារគាត់ហើយអញ្ចឹងគាត់ទៅសិនទៅគង់ដល់ពេលមួយក៏កាន់លុយយកមកឲ្យមកបង់ក្លឹបវិញអូខេមក
ស្អែកប្រកួតឲ្យមានអីប្រាប់ទៅពុកម៉ែបងប្អូនរបស់យើងដែលជាអ្នកគ្រប់គ្រងនេះបាទបងប្អូនរីគីចៅម៉ែគឺជាកីឡាករដែលបានពៀនកូនល្អនិងសិស្សល្អមក ខ្ញុំបាទសូមផ្ដាំផ្ញើទៅពុកម៉ែបងប្អូនថាជួយគ្រប់គ្រងរូបខ្ញុំផងបាទខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពវាយល្អមើល មិនថាថ្ងៃនេះឬក៏ថ្ងៃក្រោយទេ បាទ ខំប្រឹងណាអូខេអរគុណតាជោគជ័យអរគុណច្រើនពុកម៉ែបងប្អូននេះហើយឈុតសម្រក់គីឡូសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការឈុតសម្រក់គីឡូបាទកូនសិស្សរបស់ក្លឹបបណ្ដាខ្លារខិនត្រូវការសម្រក់គីឡូអត់មានន័យពិបាកទេមានតែមួយឈុតនេះរូតពីមុខរឹបដៃរឹបជើងអញ្ចឹងគឺថាដើរក៏បានរត់ក៏បានហាត់ប្រាណធ្វើការងារតិចតួចនៅក្នុងក្លឹបក៏បានគឺថាស្រកគីឡូធានាថាស្រក 100% ហើយស្វិតតាន់បាទពាក់មួយឆ្ងាញ់មួយឆ្នាំមិនទាន់ទៅណាផងបាទនេះយកយកផ្លែមិញឡុងអាដាឥឡូវយកយកផ្លែបាទពាក់ឈុតនេះហើយគឺថាអង្គុយលេងហូរញើសសាហាវបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាណែមកមើលនេឆានវិញម្ដងនេឆានគឺអង្គុយក្រោមដើមកខុបហូរញើសស្រក់ញើសតក់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់សម្រក់គីឡូមានមួយឈុតនេះហើយគឺมันចាំបាច់ភ័យព្រួយទេបាទហាមតែអង្គុយហាមតែពាក់មួយឈុតនេះហើយទៅអង្គុយក្នុងម៉ាស៊ីនត្រជាក់ទេអានឹងអត់ហូរញើសតែឲ្យតែក្រៅពីម៉ាស៊ីនត្រជាក់ណែតក់ញើសហូរសាហាវមែនតើអរគុណច្រើនអញ្ចឹងបងប្អូនកុំភ្លេចណាមើលនៅក្នុងមួយឈុតនេះមានសំណាញ់បាទទាំងអាវទាំងខោតែម្ដង